តើឥឡូវលោកគ្រូអ្នកគ្រូខ្លះគឺកន្លែងຂະຫນាតកន្លែងនេះគាត់ចេញជាលក្ខណៈបតក់ពីរអាហ្នឹងជាຂະຫນាតអ៊ីងណាឬក៏ខ្លះអត់មានជាមីលីម៉ែត្រទេចេញសង់ទីម៉ែត្រអីចឹងទៅអញ្ចឹងដល់ពេលយើងរៀននៅក្នុងមេរៀនរបស់យើងគឺຂະຫນាតនៅកន្លែងនេះគឺគេដាក់មីលីម៉ែត្រអញ្ចឹងយើងរកជាសង់ទីម៉ែត្រអញ្ចឹងយើងត្រូវ research មើលទៀតថាຂະຫນាតជាសង់ទីម៉ែត្រវាប្រហែលអីម៉ានអញ្ចឹងយើងមិនបាច់ទៅ search ទេយើងគ្រាន់តែបដូរຂະຫນាតនៅក្នុងនេះមកបានហើយនៅក្នុងកម្មវិធីរបស់យើងមកអញ្ចឹងដើម្បីបដូរអាកន្លែងຂະຫນាតនឹងបានយើងចូលកន្លែងនេះគេ file តបមក option តបមកកន្លែងណាខ្ញុំភ្លេចដែររកមើលសិន display ឬក៏ដូចជា advanced ណាចាំទីសិនខ្ញុំរកមើលសិនឋាននេះយូរភ្លេចនេះនៅក្នុង advanced ហ្នឹងឯងគ្រូឃើញអត់តែម្ដងទៀតចុចកន្លែង file កន្លែង option បន្ទាប់មកនេះ advanced នេះតោះអត់ហើយលោកគ្រូ scroll មកក្រោមមក scroll មកក្រោមរកពាក្យថានេះ so measurement in unit នេះ of អីគេຂະຫນាតអីគេចង់បានຂະຫນាតអីដាក់មកនេះអានេះ inch អានេះសង់ទីម៉ែត្រអានេះមីលីម៉ែត្រអានេះຂະຫນាត point អានេះ pica តោះអត់ជាទូទៅខ្មែរយើងតែងតែយកຂະຫນាតជាសង់ទីម៉ែត្រអត់សង់ទីម៉ែត្រឬក៏មីលីម៉ែត្រហ្នឹងឯងបើយើងមានស្គាល់ຂະຫນាតមីលីម៉ែត្រអត់ស្គាល់ຂະຫນាតសង់ទីម៉ែត្រយើងអត់ចេះបំលែងទេយើងយកមីលីម៉ែត្រហ្នឹងមកតោះអត់ចុចអូខេមកអញ្ចឹងយើងចូលមកកន្លែងកំណត់กระดาษមើលអញ្ចឹងវាបដូរអត់ចាំតិចច្រឡំចុចកន្លែងឃើញទេបដូរទៅជាអីជា វិញមីលីម៉ែត្រវិញចឹងហ្នឹងប៉ុណ្ណឹងទេតាក់ទងជាមួយនឹងការបដូរຂະຫນាតចឹងខ្ញុំយកវីដេអូនេះទៅមើលទៅ